សួស្តីរបៀបដោះលេខកូដ Oppo A5a តែយើងផ្លេចលេខកូដចូលក្នុងទូរស័ព្ទអត់រួចអានេះយើង reset វា reset វាទៅវាដាច់ទៅយើងអាចចូលប្រើបានវិញ Oppo A5a លេខកូដដែលយើងអត់ស្គាល់ហ្នឹងយើងដំបូងឡើយយើងចុចបិទវាសិនមកយើងដោះលេខកូដតាមដៃហ្នឹងលេខកូដតាមដៃសាកមើលសិនថាវាចេញក៏អត់ហើយចុចបិទគ្រឿងទូរស័ព្ទសិនមកហើយបន្ទាប់ពីបិទគ្រឿងទូរស័ព្ទហើយយើងមើលប៊ូតុងបិទបើកសលេងយើងចុចប៊ូតុងបិទសលេងឲ្យជាប់ហើយបន្ទាប់ទៀតចុចប៊ូតុង power ចុចពីរនឹងឲ្យស្មើគ្នាមកចុចពីរនឹងចុចបើកគ្រឿងហើយចុចបិទសលេងឲ្យជាប់ស្មើគ្នាមកចាំវាមកធូរមកវាលោតចេញបែបនេះអត់សូវចេញពីក្រោមមកបានន័យថាវាចូលទៅកម្មវិធី reset បានវាចូលទៅកម្មវិធី reset វានាំយើងទៅចូលកម្មវិធីមានអក្សរចិនអក្សរអង់គ្លេសអញ្ចឹងចូលដល់កម្មវិធី reset បានកន្លែងនេះយើងអាចដកដៃចេញបានហើយដកដៃមេដៃនឹងចេញមកហើយវានាំយើងមកដល់កម្មវិធីអក្សរចិនអក្សរអង់គ្លេសបែបនេះយើងចុចប៊ូតុងបិទបើកសលេងចុចប៊ូតុងបិទសលេងចុចក្រោមប៊ូតុងបើកសលេងយើងកិលឡើងលើអញ្ចឹងយើងរកអក្សរដែលយើងអាចឈប់ម៉ាស៊ីនបានហើយយើងយកអង់គ្លេសហើយយកចុច power សម្រាប់ចូលក្នុងកម្មវិធីហើយ select ចំក្រោមមកយើងចុច power ទៀតមកហើយកន្លែងនេះវាឲ្យវាយ password យើងអត់ស្គាល់ password ទេយើងវាយចូលអត់រួចទេហើយអញ្ចឹងបើទូរស័ព្ទខ្លះយើងចុចតាមហ្នឹងយើងឈូសកម្មវិធីចុចយើងឈូសតាមដៃបានដល់ពេលទូរស័ព្ទខ្លះវាលោតបែបនេះយើងឈូសតាមដៃអត់កើតទេឥឡូវយើងចុចបិទគ្រឿងវាសិនមកមានតែឈូសតាមកុំព្យូទ័រទេបាទវាអាចឈូសផ្ដាច់លេខកូដហើយនិងផ្ដាច់ Google account បានទៀតឥឡូវយើងចុចបិទទូរស័ព្ទសិនមកយើងចូលទៅក្នុងកម្មវិធីចូលកុំព្យូទ័រ download នេះកម្មវិធីដែលឈ្មោះកម្មវិធីដែលខ្ញុំដាក់ tool នៅខាងក្រោមខ្ញុំទៅសេដាក់នៅខាងក្រោមទៅសេដូចហ្នឹងមកdownload កម្មវិធី tool នឹងមួយមក download កម្មវិធី tool ហ្នឹងនេះខ្ញុំទៅឡើងរួចហើយខ្ញុំចូលបើកកម្មវិធី tool ហ្នឹងមកតែមុននឹងបើកយើងត្រូវចូលទៅបិទកម្មវិធី scan កម្ចាត់មេរោគក្នុងកុំព្យូទ័រយើងមួយសិនតើដល់យើងបិទកម្មវិធី scan កម្ចាត់មេរោគក្នុងកុំព្យូទ័រហើយបានយើងអាចបើកកម្មវិធី tool ហ្នឹងបានបើប្រសិនណាបងអត់បានបើកបិទកម្មវិធី scan មេរោគទេយើងបើកកម្មវិធី tool ហ្នឹងទៅវាលុបទៅវិញហើយបើកប្រើអត់កើតទេហ្នឹងឥឡូវយើងចូលកម្មវិធី scan មកចូលកម្មវិធី scan កម្ចាត់មេរោគកុំព្យូទ័រហ្នឹងមកហើយចូលខាងលើហ្នឹងមកហើយចូលមកក្រោមពាក្យ manager setting ចូល manager setting ហើយទាញខាងលើហ្នឹងបិទមួយកឹបមកហើយចុច yes មកតោះទៀតយើងប៉ុណ្ណឹងយើងបិទកម្មវិធី scan មេរោគចេញបានហើយចុចខ្វែងវាចោលទៅហើយយើងចូលមកក្នុងកម្មវិធី Mediatek ហ្នឹងមកចូលកម្មវិធីឈូស tool ហ្នឹងយើងចូល tool ហ្នឹងមកចូល tool ហ្នឹងដើម្បីយើងចូលទៅបុក program ទូរស័ព្ទយើងទៅជាប់បាទចុចបើក tool ហ្នឹងមកចុចបើក tool ហ្នឹងមកតបពីបើកកម្មវិធី tool ហ្នឹងមកវាលោតចេញបែបនេះយើងចាប់ផ្ដើមរកខ្សែដុយមួយមកដោតដុយចូល USB ចូលក្នុងកុំព្យូទ័រយើងមកហើយយើងមើលខ្សែដុយណាល្អមកយើងដោតវាចូលក្នុងកុំព្យូទ័ររួចច្បាស់ដោតចូលក្នុងទូរស័ព្ទយើងកាន់ទុកវាម្ល៉េះសិនយើងចូលទៅក្នុងកុំព្យូទ័រយើងចុចនេះជួរទី2នេះ format data ចុចជួរទី2ហើយយើងចុច start ហើយវាលោតភាគរយលេខ 1% អញ្ចឹងតទៅទៀតយើងកាន់ទូរស័ព្ទចុចកន្លែងបិទបើកសលេងចុចឲ្យស្មើគ្នាមកហើយបិទបើកសលេងស្មើមកខាង power នេះយើងកុំចុចយើងចុចទៅ2នោះបានហើយឥឡូវយើងដោតដូចចូលមកឥឡូវវាស្គាល់ហើយលោត connect ចូលក្នុងកុំព្យូទ័រហើយយើងទុក
chào chạm về mà thu mó ở việt đào chọn mó có buông ra cầm thi về có buông ra đào ấy và lướn đấy lại năng tầm một plan đấy ở payload queue em ní ban đây tha về rai chọn ấy về rai program từ sắp năng rủi ro lấy rủi ro riêng ai xả bạc từ sắp riêng mà bình bàn ấy cho bạc từ sắp máu này chụp đôi chân bạc ở toàn tranh đấy những độ đôi tranh bình tới chừng ai độ đôi bán ấy về để dừng chụp program hỏi phần năng không thì rai hỏi nhưng ai độ đôi bàn ấy lấy cho bạc từ sắp máu bạc từ sắp máu về lột tranh bẹp ní về bên đây thay về rai phải đặt lịch code rủi ro lấy nhưng ai chụp bàn đấy ở đây đừng trôi cái lạnh call máu trôi cái lạnh call nhưng cho cái thùng chúc bảy đập bấy thùng chúc hãy cho bị chun đó cho bị chun đó viên đừng nòm dương từ đò cầm thi xin về bệnh và nếu dương chụp rủi ro lấy tranh chơi cầm thi xin đôi mày mà bị rung chạm mà về nhảy Oppo A5 ấy mà đào nick nhưng rai program rồi ấy bạn ở tập bóng bóng chi dâm mơ tam video nó đang thưa tam nhom đòn thưa tam trong hỗ tới ai thưa bạn này